ប្រសិនបើសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីផ្លាស់ទីតាំងគ្នាវិញនោះសហរដ្ឋអាមេរិកនឹងមិនមានព្រំប្រទល់ជាប់នឹងប្រទេសមេស៊ីកូនិងកាណាដាវិញទេប៉ុន្តែជាប់ព្រំប្រទល់ជាមួយចិនម៉ុងហោលនិងអឺរ៉ុបវិញនៅក្នុងស្ថានភាពគំរាមកំហែងបន្ទាន់បែបនេះអាមេរិកនឹងវាយលុកប្រទេសកាហ្សាក់ស្ថានដើម្បីកាន់កាប់ធនធានសំខាន់ៗដោយល្បឿនលឿនខណៈពេលនោះរុស្ស៊ីដែលឥឡូវមានការការពារដោយមហាសមុទ្រពីរខាងនឹងស្វែងរកឥទ្ធិពលលើសកលដោយបង្កើតសម្ព័ន្ធជាមួយប្រទេសនៅអាមេរិកខាងត្បូងនិងអឺរ៉ុបវិញឱកាសនោះមកដល់រុស្ស៊ីនឹងចាប់ផ្ដើមវាយលុកមុនដោយបោកសង្គ្រាមធំលើប្រទេសចិនត្រូវប្រឈមនឹងការវាយប្រហារដ៏ធំមួយហើយពិបាកក្នុងការឆ្លើយតបវិញប៉ុន្តែនៅពេលរុស្ស៊ីជិតឈានដល់ជ័យជំនះទាំងស្រុងអាមេរិកបានស្វៀវកំហុសដ៏សាហាវមួយក្នុងការព្យាយាមវាយលុកចូលទៅអឺរ៉ុបខាងកើតអាមេរិកគិតថានឹងឈ្នះបានយ៉ាងងាយស្រួលប៉ុន្តែជាផ្ទុយវិញវាបានត្រឡប់មកវាយវិនាសសហភាពអឺរ៉ុបតួគីនិងអ៊ីរ៉ង់បានចាប់ដៃគ្នាវាយប្រហារវិញយ៉ាងខ្លាំងបង្កឲ្យអាមេរិករងការបាត់បង់ដ៏ធ្ងន់ធ្ងរ